Sôm chun rương niêng bột thể này sắt đê rịch chan chỉ sắt miền chật small trong mình xăm nhắm đôi mình nụ cao pre sam bột bờ rồng cừu rồi bỏ dương bờ rịn piền hới khung cao chia khang còi mộ miền sệt thầy mình nè miền trọp bẹt sập rầm pi cọt nô khung krong bát tê lị bột sệt thầy nô miền thị đa mười rụp chmo niêng bột thể này niêng miềnอายุ 7 ឆ្នាំមេដាបេដាស្លាប់ចោលអស់ទៅនៅតែម្នាក់ឯងជាមួយនឹងក្រុមញាតិសម្បត្តិទាំងប៉ុន្មានក៏ធ្លាក់ទៅលើដៃនាងទាំងអស់ឯនាងពុទ្ធេនីនោះគឺជាស្រីដែលមានរូបល្អដូចស្រីទេពអប្សរដល់នាងគម្រប់អាយុ 16 ឆ្នាំពួកឥស្សរជនទាំងឡាយមានមហាក្សត្រនិងមន្ត្រីជាដើមតែងចោមរុំដណ្ដឹងនាងតែនាងពុំព្រមយកស្វាមីឡើយព្រោះនាងជាស្ត្រីមានឧបនិស្ស័យខ្ពស់នាងខិតខំធ្វើទានរក្សាសិលប្រព្រឹត្តសុចរិតតែម្យ៉ាងថ្ងៃមួយមានឈ្មួញសេះម្នាក់នៅក្នុងឧត្តរទិសបាននាំសេះជាច្រើនចូលទៅលក់នៅក្នុងក្រុងបាតលីបុត្រទៅសំណាក់នៅក្នុងរោងទានរបស់នាងបានឃើញចរិយាសម្បត្តិនិងគុណសម្បត្តិរបស់នាងហើយក៏មានចិត្តប្រតិព័ទ្ធស្រឡាញ់ហាក់បីដូចជាធីតាបង្កើតទើបសុំនាងធ្វើជាកូនចិញ្ចឹមនាងក៏ព្រមតាមពាក្យសុំឈ្មោះសេះនោះបានឲ្យកូនសេះសិនធិវៈមួយដល់នាងក៏មានចិត្តស្រឡាញ់សេះនោះដូចជាកូនបង្កើតខំថែរក្សាដោយចិត្តចង់ឯសេះក៏បានស្រឡាញ់នាងវិញដូចជាម្ដាយបង្កើតថ្ងៃមួយនាងបានដឹងថាសេះនោះមានមហិទ្ធិឫទ្ធិច្រើនអាចហោះហើរឯកដល់អាកាសបានក៏គិតថាអញបានចិញ្ចឹមសេះនេះប្រពៃណាស់ព្រោះមានបំណងចង់ទៅថ្វាយបង្គំមហាពោធិព្រឹក្សជាយូរមកហើយលុះគិតដូច្នោះហើយក៏ចាត់ចែងធ្វើភួងផ្កាមាសព្រមទាំងគ្រឿងក្រអូបផ្សេងមានក្លឹមច័ន្ទជាដើមធ្វើហើយវិចខ្ចប់ស្រួលបួលដើរទៅកាន់រូងសេះនិយាយប្រាប់សេះថាមនាលកូនសម្លាញ់អ្នកជូនម្ដាយទៅថ្វាយបង្គំមហាពោធិព្រឹក្សសេះលឺដូច្នោះក៏ដើរចេញពីក្រោលមកឲ្យនាងឡើងជិះលើខ្នងហើយហោះសំដៅទៅពូមណ្ឌលទៅចុះក្បែរគល់ពោធិព្រឹក្សដោយសន្ទុះយ៉ាងរហ័សក្រៃលែងដូចជាបរោះមានកម្លាំងបត់ដុំដៃហើយលាចេញពេលនោះមានព្រះសង្ឃមួយអង្គព្រះនាមធម្មរគិតៈព្រមទាំងព្រះសង្ឃដទៃទៀតជាបរិវារនៅថែរក្សាមហាពោធិព្រឹក្សនោះនាងពុទ្ធេនីបានយកភួងផ្កាមាសនិងគ្រឿងក្រអូបផ្សេងទៅបូជាមហាពោធិព្រឹក្សហើយបានប្រកាសប្រាប់ដល់ព្រះសង្ឃថាគ្រឿងសក្ការៈនេះសូមព្រះសង្ឃចាត់ចែងទុកដាក់ថែរក្សាចុះតាំងពីកាលនោះមកនាងតែងតែជិះសេះទៅបូជានិងបោសសម្អាតគុលមហាពោធិព្រឹក្សតែរាល់ពេលថ្ងៃមួយព្រះរាជាក្រុងបាតលីបុត្របានជ្រាបថានាងពុទ្ធេនីជិះសេះទៅថ្វាយបង្គំមហាពោធិព្រឹក្សតែរាល់ថ្ងៃដូច្នោះក៏ចាត់អាមាត្យឲ្យនាំគ្នាទៅស្កាត់ចាំចាប់នាងយកទៅអភិសេកជាអគ្គមហេសីពេលនោះនាងពុទ្ធេនីបូជាមហាពោធិព្រឹក្សហើយរៀបចំដំណើរនឹងត្រឡប់មកវិញព្រះធម្មរគិតៈជាព្រះអរហន្តបានជ្រាបហេតុដែលអាមាត្យពួនចាំចាប់នោះទើបប្រាប់ដល់នាងពុទ្ធេនីថាមនាលនាងដល់ត្រឡប់ទៅវិញចូលប្រយ័ត្នខ្លួនកុំប្រមាទនាងពុទ្ធេនីបានទៅដល់ពាក់កណ្ដាលផ្លូវពួកអាមាត្យដែលពួនចាំចាប់នោះនាំគ្នាស្រែកសន្ធប់ឡើងសេះក៏ភ្ញាក់ហោះឡើងទៅលើអាកាសធ្លាក់នាងពុទ្ធេនីពីខ្នងនាងភ័យខ្លាំងណាស់ខំស្រែកហៅសេះថាណែកូនសម្លាញ់ជួយម្ដាយផងសេះនោះដឹងថានាងធ្លាក់ពីលើខ្នងហើយក៏ហោះចុះដោយសន្ទុះយ៉ាងឆាប់រហ័សយកខ្នងទៅរងទទួលនាងឲ្យជិះដូចដើមវិញឥតឲ្យធ្លាក់ដល់ដីឡើយទើបហោះទៅគេហដ្ឋានរបស់ខ្លួនដោយសេរីសួស្តីតាំងពីពេលនោះមកនាងពុទ្ធេនីបានចំណាយទ្រព្យចាត់ចែងទានតារាបដល់អស់87កោដលុះអស់អាយុក៏បានទៅកើតនៅក្នុងឋានសួគ៌សោយទិព្វសម្បត្តិបរិបូរដោយសុខភាពអស់កាលជាយូរអង្វែងរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ